Rương ở bốc rớt cônប្រសាកាលពីព្រាញនាយមានតាចាស់ម្នាក់និងដូនចាស់ម្នាក់នៅស្រុកមួយតាចាស់យាយចាស់នោះគាត់មានកូនក្រមុំម្នាក់មានរូបល្អស្រស់ស្អាតអ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថាអ្នកណាតមមិនជេរម្ដាយគេបានទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះជួនជាថ្ងៃមួយនោះមានកំឡោះម្នាក់រូបរាងស្អាតបាតចូលទៅដណ្ដឹងកូនគាត់ថាអើអញឲ្យឯងកុំព្រួយចិត្តប៉ុន្តែឯងត្រូវតមជេរម្ដាយគេហើយទទួលបម្រើអញតាមពាក្យអញទើបបានអញឲ្យឯងបើតមមិនបានអញផ្ដាច់មិនឲ្យឯងទេអញប្រាប់ឯងឲ្យដឹងជាមុនលុះក្រោយទៅឯងកុំថាអញកាចណាកំឡោះនោះថាខ្ញុំបាទតមជេរម្ដាយគេបានហើយធ្វើការអ្វីៗក៏បានទាំងអស់ខ្ញុំបាទទទួលសពគ្រប់ប្រការតាមប្រសាសន៍លោកឪពុកតានោះថាអើបើឯងតមជេរម្ដាយគេបានមែនឯងទៅសិនចុះព្រឹកត្រូវឯងមកវិញពីព្រលឹមកំឡោះនោះក៏វិលទៅផ្ទះវិញព្រឹកឡើងកំឡោះនោះមកវិញចូលទៅបម្រើឪពុកម្ដាយក្មេកឪពុកម្ដាយក្មេកនោះប្រើកូនក្រមុំគាត់ឲ្យរៀបបាយទឹកឲ្យអ្នកកំឡោះនោះស៊ីរួចហើយតានោះក៏ប្រាប់ទៅកូនប្រសាថាណែកូនចូលកូនទៅចាប់ក្របីទៅភ្ជួរស្រែកូនឯងភ្ជួរដរាបដល់ថ្មនៅឯស្រែនោះយំតែវហើយសឹមឯងដោះក្របីអ្នកកំឡោះទៅចាប់ក្របីមកទឹមហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ថ្ងៃត្រង់ក៏ថ្មពុំយំក្របីដើរពុំរួចក៏ថ្មចេះតែឈឹងពុំយំសោះអ្នកកំឡោះឃ្លានបាយណាស់ទ្រាំពុំបានជេរម្ដាយថាម្ដាយអាថ្មនេះកាលណានឹងយំឡើងកំឡោះនោះជេរតែប៉ុណ្ណោះតានោះក៏ស្ទុះចេញពីថ្មមកថាណ៎ហើយចុះឯងដោះក្របីលែងហើយទៅផ្ទះឯងចុះអញផ្ដាច់កូនហើយត្បិតឯងតមជេរម្ដាយមិនបានកំឡោះនោះក៏ដោះក្របីលែងហើយទៅផ្ទះវិញថ្ងៃក្រោយមកមានកំឡោះម្នាក់ចូលទៅដណ្ដឹងកូនតានោះទៀតគាត់ក៏បង្គាប់ដូចកំឡោះមុនតែអ្នកកំឡោះក្រោយគេមានប្រាជ្ញាគេទៅភ្ជួរស្រែវិចបាយទៅស៊ីផងលុះភ្ជួរដល់ថ្ងៃខ្ពស់ឃ្លានបាយក៏បញ្ឈប់ក្របីស៊ីបាយរួចហើយក៏ភ្ជួរទៀតទល់ថ្ងៃជ្រេពីត្រង់ក៏ថ្មពុំយំក្របីក៏អស់ជើងដើរពុំរួចកាលបើអ្នកកំឡោះបក្របីទៅដល់ចិត្តថ្មនោះអ្នកធ្វើជាស្ដីថាលោកថ្មអើយយំឡើងក្របីដើរពុំរួចទេអាណិតក្របីផងទៅខ្លួនខ្ញុំឥតបើអីទេខ្ញុំមានបាយស៊ីហើយភ្ជួរដល់យប់ក៏បានដែរបើមិនអាណិតខ្ញុំអាណិតតែក្របីចុះត្បិតវាជាសត្វកំឡោះនោះអង្វរដូចម្ដេចក៏ថ្មពុំយំអ្នកកំឡោះនោះក៏ពុំជេរត្បិតវាដឹងថាតានោះនៅពួននៅក្រោយថ្មលុះនិយាយយូរទៅតានោះមើលមកឃើញក្របីដើរពុំរួចមែនគាត់អាណិតក្របីគាត់ក៏យំក្រោយថ្មនោះលឺតែតែវអ្នកកំឡោះនោះក៏ដោះក្របីឲ្យស៊ីស្មៅហើយមកផ្ទះឪពុកក្មេងវិញតានោះក៏ឲ្យកូនគាត់លើកបាយមកឲ្យអ្នកកំឡោះនោះស៊ីលុះល្ងាចតានោះប្រាប់ថាកូនអើយទៅផ្ទះឯងចុះព្រឹកសឹមឯងមកវិញកំឡោះនោះក៏លាទៅផ្ទះលុះយប់មកលោបចាំស្ដាប់យកការនៅក្រោមដំណេកតានោះព្រោះគាត់និយាយគិតគូរនឹងប្រពន្ធគាត់ទាល់តែដេកលក់វេលាយប់តែចាស់ចូលដំណេកក៏និយាយនឹងយាយថាដូនអានេះវាតមជេរម្ដាយបានប៉ុន្តែរូបរាងអាក្រក់មិនសមនឹងកូនយើងទេដូច្នេះយើងរកឧបាយយ៉ាងណាឲ្យវាខឹងជេរម្ដាយហើយយើងនឹងផ្ដាច់វាទៅដូនឆ្លើយថាងាយទេបើដូច្នេះចូលតាឯងចូលក្នុងការុងមួយទៀតដាក់អង្ករព្រឹកឡើងវាមកខ្ញុំប្រាប់វាថាតាទៅកាប់អុសលើភ្នំមុនហើយខ្ញុំឲ្យវារែកតាឯងនឹងអង្ករទៅលើភ្នំបើវាធ្ងន់វាខឹងវាជេរនោះតាឯងនៅក្នុងការុងស្រាប់នឹងលឺហើយមកវិញផ្ដាច់វាបានដោយងាយតាយាយគិតគ្នាដូច្នោះហើយក៏ដេកទៅ
ឯអ្នកកំឡោះលោបស្ដាប់ក្រោមផ្ទះឮដឹងការហើយក៏វិលទៅដេកនៅឯផ្ទះវិញព្រឹកឡើងអ្នកកំឡោះនោះទៅបំរើម្ដាយក្មេកឪពុកក្មេកក៏ស្រាប់តែឃើញយាយចាស់បង្ហាញអំរែកហើយប្រាប់ថាកូនអើយឪឯងទៅកាប់អុសនៅលើភ្នំហើយគាត់ផ្ដាំថាឲ្យកូនឯងរែកអង្ករនេះឡើងទៅតាមឲ្យឆាប់ត្បិតគាត់ទៅតាំងតែពីព្រឹកមិនទាន់ទាំងបានហូបបាយផងមានតែកូនឯងរែកទៅឲ្យឆាប់នឹងអាលដាំបាយឲ្យឪបានហូបកំឡោះនោះទទួលអំរែកហើយក៏រែកទៅតាមជើងភ្នំដល់រែកឡើងបន្តិចទៅធ្ងន់ណាស់ក៏រែកចុះមកវិញហើយក៏ស្ដីថាឲ្យឪអើយខ្ញុំឃ្លានបាយណាស់ខ្ញុំរែកឡើងទៅឲ្យឆាប់មិនបានទេបើវាធ្ងន់ម្លេះនរណានឹងរែកឡើងទៅរួចបើឪមិនអាណិតគាត់ជេរបន្ទោសដូចម្ដេចក៏ទទួលនិយាយហើយរែកចុះមកវាលវិញលុះរែកទៅដល់កន្លែងឃើញស្បូវស្ងួតល្អក៏រែកទៅដាក់ឈប់កណ្ដាលស្បូវនោះហើយដើរទៅបាត់មួយស្របក់ទើបដើរត្រឡប់មកវិញយកភ្លើងដុតអំរែកលុះភ្លើងឆេះស្បូវជុំវិញហើយក្តៅដល់តាចាស់ដែលនៅក្នុងអំរែកនោះគាត់ក៏បំរាស់ញ័ររង្គើកទាំងការុងភ័យក្រែងភ្លើងឆេះស្លាប់ប៉ុន្តែចេញមិនរួចអ្នកកំឡោះធ្វើជារត់មកពីណាស្រែកថាជើនរណាដុតភ្លើងឆេះអំរែកអញអស់ធ្វើដូចម្ដេចអញនឹងចូលទៅបានបើភ្លើងឆេះជុំវិញដូច្នេះចូលមិនចុះទេថាហើយឈរស្រែកនៅក្រៅលុះភ្លើងឆេះដល់ការុងដឹងថាតាចាស់ក្តៅណាស់ហើយទើបស្ទុះចូលទៅអូសអំរែកចេញពីភ្លើងរួចហើយភ្លើងក៏ឆេះដាច់ខ្សែការុងលោកតាចាស់បំរាស់ញ័រទើបអ្នកកំឡោះស្រាយការុងចេញឃើញតាឪពុកក្មេករលាកភ្លើងឆេះទាំងសក់ក្បាលក៏ជំរាបថាជើលោកឪម្ដេចក៏មិនប្រាប់កូនកុំអីភ្លើងឆេះស្លាប់ចោលម៉ែឲ្យនៅមេម៉ាយតាចាស់ខឹងណាស់តែពុំដឹងជាធ្វើដូចម្ដេចក៏ងើបឡើងដើរតយងយមកផ្ទះវិញទ្រាំខ្លួនមួយថ្ងៃណាមួយដោយវាអូសចេញពីភ្លើងណាមួយដោយសាររលាកភ្លើងមកដល់ផ្ទះវិញគ្មានស្ដីមួយម៉ាត់ដល់ផ្ទះហើយប្រាប់កូនប្រសាថាទៅផ្ទះចុះព្រឹកសឹមមកឯកូនប្រសាទៅផ្ទះដល់យប់ក៏មកពួនក្រោមផ្ទះលបចាំស្ដាប់ទៀតលុះយប់តាចាស់ដូនចាស់ចូលដំណេកក៏និយាយគិតគ្នាទៀតតាថាគិតដូចម្ដេចនឹងផ្ដាច់វាបានអានេះមានប្រាជ្ញាណាស់តែបើឲ្យកូនយើងទៅវាមិនសមនឹងកូនយើងពីថ្ងៃមិញវាដឹងថាឯងនៅក្នុងការុងវារែកទៅដល់កណ្ដាលផ្លូវវាថាធ្ងន់ណាស់តែវាមិនជេរម្ដាយទេវារកទីណាមានស្បូវស្ងួតវារែកអំរែកទៅដាក់កណ្ដាលស្បូវហើយវាដើរទៅរកភ្លើងមកដុតជុំវិញលុះដល់ភ្លើងឆេះវាធ្វើជាស្រែកថានរណាដុតភ្លើងនេះឆេះអំរែកវាអស់ហើយវាឈរស្រែកមិនចូលយកទុកទាល់តែភ្លើងឆេះដល់ដៅរលាកឯងទៅហើយទើបបានវារត់ចូលទៅអូសចេញមកអញភ័យណាស់ប៉ុន្តែចេញមិនរួចព្រោះវាចងមាត់ការុងជាប់អញរលាកអស់ទាំងខ្លួនឥឡូវនេះយើងគិតដូចម្ដេចនឹងផ្ដាច់វាបានយាយថាឥឡូវនេះយើងគិតថាតាឯងធ្វើម្ចាស់ឲ្យវាធ្វើឆ្កែនាំទៅបណ្ដើររោគអណ្ដើកឲ្យវាដូចឆ្កែបើវារោគអណ្ដើកមិនបានឬវាបល់មិនទាន់ទេនោះយើងផ្ដាច់វាបានតាចាស់ថាដូនគិតដូច្នេះត្រូវព្រឹកអញធ្វើដូចជាឯងថាតាយាយគិតគ្នាហើយដេកទៅឯអ្នកកំឡោះនោះស្ដាប់ដឹងការអស់ហើយវិលទៅដេកឯផ្ទះវិញដល់មន់រងាវទើបពុនអណ្ដើកយកទៅចងទុកក្នុងកំពតស្មៅវាលឯនេះឯនោះពីពេញតែវាលតែតាចាស់គាត់គិតទៅរកអណ្ដើកនោះហើយវិលមកផ្ទះដេកធ្វើប្រងើយទៀតលុះព្រឹកប្រហៀមឡើងចៅនោះទៅដល់ផ្ទះឪពុកម្ដាយក្មេកឪពុកម្ដាយក្មេកក៏ឲ្យកូនក្រមុំគាត់រៀបបាយលើកយកមកឲ្យស៊ីរួចហើយក៏ប្រាប់ថាកូនឥឡូវនេះយើងទៅបណ្ដើរអណ្ដើកប៉ុន្តែយើងគ្មានឆ្កែកូនឯងធ្វើឆ្កែឪធ្វើជាម្ចាស់យើងទៅរកក្រែងរកបានមួយពីរមកស៊ីចៅនោះឆ្លើយបានហើយតាចាស់ពុនបាយសំណុំទឹកបំពង់ដើរចេញពីផ្ទះទៅចៅនោះក៏បល់ជើង4តាមក្រោយទៅដល់វាលកន្លែងវាចងអណ្ដើកនោះវាក៏បល់ចូលទៅមុនចូលកំពូតស្មៅមួយធ្វើជាកោះងោះតាចាស់រត់ទៅដល់វាខំបានអណ្ដើកមួយហើយទៅទៀតខំបានអណ្ដើក5 1 7
ដល់ថ្ងៃត្រង់តាចាស់ឃ្លានពេកណាស់ក៏អង្គុយគិតនឹងស្រាយបាយស៊ីកែមើលទៅខាងក្របីមួយវងក៏បោលទៅដេញខាំក្របីបោលចូលស៊ីស្រូវស្រែអ្នកស្រុកតាចាស់ឃើញហើយរត់ទៅដេញក្របីចេញពីស្រែឆ្កែបោលមកស៊ីបាយអស់ហើយបោលទៅបាត់ឪក្មេកជាម្ចាស់ឆ្កែវិលមកវិញរកបាយស៊ីគ្មានព្រោះឆ្កែស៊ីអស់ខាងណាស់ដេញវាយវាពុំទាន់ណាអស់កម្លាំងឃ្លានបាយណាផ្លូវឆ្ងាយក៏ខំដើរមកផ្ទះវិញទាំងអត់បាយដើរពុំចង់រួចបន្ទោសឆ្កែមិនបានបិទវាចំណាំអញ្ចឹងដល់ផ្ទះស៊ីបាយរួចហើយប្រាប់កូនប្រសាថាទៅផ្ទះចុះព្រឹកសមកដល់យប់កូនប្រសាមកស្ដាប់តាយាយគិតគ្នាទៀតលុះដល់យប់តាយាយចូលដំណេកតាប្រាប់យាយពីរឿងដែលកូនប្រសានោះធ្វើសពគ្រប់ហើយតាឲ្យយាយជួយគិតទៀតដូនចាស់ប្រាប់ថាពីមុនវាធ្វើឆ្កែតាឯងធ្វើម្ចាស់បានជាវាធ្វើបាបតាឯងបានដូច្នោះព្រឹកនេះតាឯងឲ្យវាធ្វើម្ចាស់ម្ដងឯតាឯងធ្វើឆ្កែវិញតាយាយគិតគ្នាហើយដេកទៅចៅនោះលោភស្ដាប់បានការហើយក៏ទៅដេកនៅឯផ្ទះព្រឹកឡើងចៅនោះទៅបម្រើឪពុកម្ដាយក្មេកទៀតតាយាយឲ្យកូនក្រមុំលើកបាយមកឲ្យស៊ីរួចហើយតាក៏ប្រាប់ថាកូនអើយពីម្សិលមិញឯងធ្វើឆ្កែថ្ងៃនេះឯងធ្វើជាម្ចាស់អញម្ដងអញធ្វើឆ្កែវិញចៅនោះឆ្លើយបាទហើយពុនបាយនឹងទឹកទៅឯតាវាធ្វើជាឆ្កែបោលតាមក្រោយលុះហួសពីផ្ទះបន្តិចទៅវាខំដើរយ៉ាងលឿនកុំឲ្យឪពុកក្មេកវាបោលទាន់តាបោលពុំទាន់បិទខ្លួនចាស់ដើរត្រុកតាមក្រោយវាឯវាក៏បែរមកថាកែអីស៊ីតែបាយបងអស់ទៅមុខមិនទៅដើរតែក្រោយម្ចាស់រកអណ្ដើកមិនបានថាហើយវាឆ្កែឲ្យបោលទៅមុខតាបោលក្នុងស្មៅមិនរួចចេះតែដើរតាមក្រោយរកអណ្ដើកក៏មិនបានកូនប្រសាវាយស្ទើរស្លាប់ហត់ស្ទើរដាច់ខ្យល់តែពុំហ៊ានស្ដីព្រោះខ្មាស់កូនប្រសាលុះទៅឆ្ងាយដល់ថ្ងៃត្រង់វាស្រាយបាយស៊ីហើយវាថាឆ្កែអីរកអណ្ដើកមិនបានដើរតែក្រោយមនុស្សស៊ីតែបាយបងអស់ហើយវាបង្អត់មិនឲ្យស៊ីបាយវាឲ្យតែឆ្អឹងឆ្អែងឆ្កែចាស់អង្គៀមក៏មិនបែកត្បិតគ្មានថ្មិញឃ្លានណាស់អង្គុយមើលតែមុខវាតើតែវាស៊ីហើយវាវាយមួយប៉ុណ្ណឹងវាទៀតថាណាហើយទៅផ្ទះចុះបើមិនផេះទេឆ្កែអីឆ្នែងយ៉ាងហ្នឹងហើយវាងើបដើរវិលទៅផ្ទះវិញតាចាស់ហត់ណាស់វាមិនរួចឡើងដើរទៅតាមក្រោយកូនប្រសាធ្វើមុខស្រមេះលុះទៅដល់ចៅកំឡោះប្រាប់ម្ដាយក្មេកថាម៉ែរកអណ្ដើកមិនបានទេព្រោះឆ្កែមិនស្វាក់តាចាស់ខឹងណាស់ប្រាប់កូនប្រសាថាឯងទៅផ្ទះចុះព្រឹកសមកវិញចៅនោះក៏លាទៅដល់យប់មកពួនលបស្ដាប់ក្រំផ្ទះទៀតលុះដល់យប់តាយាយចូលដេកតានិយាយប្រាប់យាយពីរឿងកូនប្រសាធ្វើបាបហើយបងអត់ទាំងបាយផងដូនថាណាហើយឲ្យកូនទៅវាទៅផ្ដាច់វាមិនបានទេអាននេះមានប្រាជ្ញាណាស់ឯងគិតអីក៏វាដឹងមុនទាំងអស់វាធ្វើបាបស្ទើរតែស្លាប់ម្ដេចក៏មិនរៀងតាចាស់ឆ្លើយថានឹងឲ្យវាទៅមើលរូបរាងវាមិនសមនឹងកូនយើងសោះប៉ុន្តែយើងធ្វើកលឲ្យវាខឹងឲ្យវាជេរម្ដាយវាមិនជេរដូច្នេះដូនជួយគិតអញម្ដងទៀតបើវាធ្វើតាមមិនបានសម្ផ្ដាច់វាដូនចាស់ថាឥឡូវនេះមានតែដល់ពេលមន់រងាវតាឯងលុបមុខហើយស៊ីស្លាហូបបាយចូលទៅក្នុងការ៉ុងមួយទៀតដាក់អង្ករបើព្រឹកឡើងវាមកខ្ញុំនឹងប្រាប់វាថាតាឯងទៅផ្សារទិញអីវ៉ាន់ហើយខ្ញុំប្រាប់ឲ្យវារែកទៅតាមឲ្យតាន់នៅវេលាស៊ីបាយព្រឹកត្បិតផ្លូវផ្សារក៏ឆ្ងាយដែរបើវារែកទៅមិនទាន់ទេនោះលុះមកវិញនឹងផ្ដាច់កូនពីវាបានងាយមួយទៀតតែទៅដល់ពាក់កណ្ដាលផ្លូវវាមុខជាធ្ងន់វាប្រហែលជាគិតឃើញថាស្ងាត់ហើយវាជេរមិនខានតាចាស់និយាយគិតគ្នាហើយក៏ដេកទៅឯកូនប្រសាលបស្ដាប់នៅក្រោមផ្ទះដឹងការហើយក៏ទៅដេកនៅផ្ទះលុះព្រឹកឡើងចៅនោះរៀបខ្លួនដើរចេញទៅបម្រើឪពុកក្មេកទៀតដល់ហើយម្ដាយក្មេកឲ្យកូនក្រមុំលើកបាយមកឲ្យចៅនោះស៊ីទៀតស៊ីហើយក៏ប្រគល់អំរែកឲ្យកូនប្រសា
រែកទៅតាមឪពុកក្មេកឯផ្សារដូចគិតគ្នាពីល្ងាចនោះចៅនោះរែកដើរទៅហើយគិតថាម្ដងនេះអញធ្វើឲ្យឪពុកក្មេកអញនេះឲ្យកូនមកអញកុំឲ្យគាត់រកកលធ្វើបញ្ឆោតអញក្រោយទៀតហើយគិតតែរែកដើរទៅដល់កណ្ដាលផ្លូវដាក់អំរែកចុះហើយថាការរងនេះចង់មាត់មិនជាប់វាយកខ្សែចងថែមទៀតលុះរែកទៅដល់កន្លែងមានព្រែកមានស្ពានក៏ដាក់អំរែកលើស្ពានឲ្យប្របេះត្រង់ចុងក្តារនៅតែបន្តិចនឹងធ្លាក់ពីស្ពានហើយថាអញអើយថ្ងៃណាស់ហើយម្លេះសំឪអញជេរមិនខានអំរែកធ្ងន់រែកម្ដេចឲ្យទាន់ណាស់ហើយឪជេរក៏ជេរចុះអញដាក់នៅនេះទៅវាលសិនរួចសឹមទៅទៀតនិយាយបណ្ដើរមួយស្របក់ក៏កាន់ឈើមួយធំដើរមកពីនាយបុកក្តារស្ពានឲ្យក្រំធ្វើហាក់ដូចជាដំរីឆ្លងស្ពានហើយស្រែកថានរណាដាក់អំរែកនៅលើស្ពានដំរីអញវាជន់ខូចអស់ហើយយកចេញឲ្យឆាប់ស្រែកហើយបុកក្តារក្តាំងដើរចូលមកឯតាចាស់នៅក្នុងការ៉ុងគិតស្មានថាដំរីមែនក៏ភ័យក្រែងជន់ស្លាបក៏ខំបំរាស់ជៀសផ្លូវដំរីហួសពីក្តារធ្លាក់ទៅក្នុងទឹកចូលក្នុងការ៉ុងគាត់ឆ្លក់ទឹកត្រដញ័រទាំងការ៉ុងស្ទើរតែនឹងស្លាប់ឯកូនប្រសាឃើញដូច្នោះក៏ទុកឲ្យផឹកទឹកបន្តិចឲ្យអស់ខូចទៀតហើយធ្វើជាដើរមកពីវាស្រែថានរណាហ៊ានបរដំរីឆាយអំរែកអញឲ្យធ្លាក់ក្នុងទឹកអង្គអញអស់អោអញអើយឪជេរថែមទៀតហើយថ្ងៃក៏កាន់តែខ្ពស់ហើយអង្គទៅទឹកថែមទៀតអ្នកកំឡោះឃើញឪពុកក្មេកបំរាស់ញ័រក្នុងការ៉ុងក៏ថាអោមានត្រីមកប្របេះផងណាស់ហើយអញចុះទៅស្រង់មកមើលថាហើយក៏លោតទៅស្រង់ឡើងមកមើលហើយថាអើយបើវាទៅទឹកនឹងស្រាយហាលថ្ងៃហើយរែកយកទៅឲ្យម៉ែធ្វើនំបញ្ចុកទុកឲ្យឪថាហើយស្រាយមើលឃើញតានៅក្នុងការ៉ុងក៏ថាឪអើយម្ដេចមិនស្រែកប្រាប់ខ្ញុំកុំអីស្លាប់ទៅហើយគេបរដំរីមកពីណាមិនដឹងគេឲ្យដំរីឆាយធ្លាក់ទៅក្នុងទឹកតាឮហើយក្រោកឈរដើរវិលមកផ្ទះវិញមិនមានស្ដីមួយម៉ាត់ដល់ផ្ទះអស់ចំណេះពុំហ៊ានគិតទៀតក៏រៀបការកូនក្រមុំឲ្យទៅអ្នកកំឡោះនោះទៅ